ផលប៉ះពាល់នៃការមើលទូរស័ព្ទហួសកំណត់ដល់កូនឬក្មេងៗបាទការមើលទូរស័ព្ទច្រើនហួសកំណត់អាចផ្ដល់ផលប៉ះពាល់អវិជ្ជមានបាទដល់កុមារទាំងផ្នែករាងកាយស្មារតីនិងការលូតលាស់សុខភាពសង្គមបាទតើយើងមានផលប៉ះពាល់អ្វីខ្លះដែលបណ្ដាលមកពីការមើលទូរស័ព្ទច្រើនហួសបាទយើងមាន4ចំណុចបាទទី1គឺការផលប៉ះពាល់ដល់ការរីកចម្រើននៃខួរក្បាលបាទនៃខួរក្បាលទី2គឺបញ្ហាសុខភាពរាងកាយទី3គឺការយឺតយ៉ាវក្នុងទំនាក់ទំនងសង្គមហើយទី4គឺបញ្ហាអាកប្បកិរិយានិងអារម្មណ៍បាទចំណុចទី1គឺផលប៉ះពាល់ដល់ការរីកចម្រើននៃខួរក្បាលបាទកាលណាកុមារមើលទូរស័ព្ទយូរពេកបាទវានឹងដក់ជាប់នឹងអេក្រង់ខ្លាំងពេកក្មេងអាចនឹងមានបញ្ហាការថយចុះនៅសមត្ថភាពផ្ដោតអារម្មណ៍បាទពួកគេស៊ាំនឹងការទទួលបាននៅការកំសាន្តលឿនបាទដូចជារូបភាពបាទបដូរចុះបដូរឡើងដែលធ្វើឲ្យពួកគេពិបាកក្នុងការអានសៀវភៅឬធ្វើកិច្ចការដែលត្រូវការពេលវេលាអំណត់យូរបាទឧបមាថាយើងឲ្យគេអានសៀវភៅ5ទំព័រគេមានអារម្មណ៍ពិបាកក្នុងការអត់ធ្មត់ណាស់បាទដោយវាខុសប្លែកពីទូរស័ព្ទដែលយើងគ្រាន់តែអូសទៅអូសមកគឺវាអាចផ្លាស់ប្ដូរឬបញ្ចប់នៅរឿងនោះបានយ៉ាងលឿនបាទនេះផលប៉ះពាល់ទី1ទី2គឺបញ្ហាសុខភាពបាទបញ្ហាសុខភាពនេះគឺចំពោះភ្នែកបាទការសម្លឹងអេក្រង់ចិត្តពេកនិងយូរពេកអាចបណ្ដាលឲ្យភ្នែករបស់គេស្ងួតបាទរមាស់ឬក៏ងាយនឹងឡើងដឺក្រេភ្នែកដែលយើងហៅថាភ្នែកមញោបញ្ហាចំពោះភ្នែកបាទការគេងមិនលក់បាទពន្លឺពណ៌ខៀវឬពន្លឺភ្លឺខ្លាំងរបស់ទូរស័ព្ទដែលវាភាយចេញឬក៏ដែលវាចាំងចេញហ្នឹងវាបានរារាំងការបញ្ចេញសារធាតុ melatonin ដែលជួយឲ្យក្មេងងុយគេងបាទវាធ្វើឲ្យគេពិបាកនឹងការគេងលក់ទៅវិញនិងមានអារម្មណ៍អស់កម្លាំងនៅព្រឹកស្អែកឬនៅថ្ងៃបន្ទាប់បាទកង្វះសកម្មភាពការអង្គុយមួយកន្លែងយូរពេកបើបង្កើនហានិភ័យដល់ការធាត់លើសខ្លាញ់ឬការចុះខ្សោយនៃសាច់ដុំបាទដែលធ្វើឲ្យរាងកាយគេមិនសូវរឹងមាំទេបាទចំណុចទី3គឺការយឺតយ៉ាវក្នុងទំនាក់ទំនងសង្គមបាទក្មេងដែលចំណាយពេលជាមួយទូរស័ព្ទច្រើនអាចនឹងខកខានឬក៏ពិបាកនៅក្នុងគេហៅថាការរៀនសូត្របាទពីការប្រស្រ័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនបាទនេះបណ្ដាលឲ្យពួកគេពេលខ្លះគឺពិបាកក្នុងការបង្ហាញនៅអារម្មណ៍ឬយល់ពីអារម្មណ៍របស់អ្នកដទៃនៅពេលដែលគេប្រស្រ័យតាក់ទងគ្នាបាទការខ្វះជំនាញក្នុងការនិយាយចរចាដោះស្រាយបញ្ហាផ្សេងៗជាមួយមិត្តភ័ក្តិជាដើមដែលហេតុតែគេនឹងផ្ដោតទៅលើអារម្មណ៍ផ្ដោតតែទៅលើតែទូរស័ព្ទឬក៏បានចម្លើយមកតែពីតែទូរស័ព្ទបាទដែលមិនបានពិភាក្សាគ្នាស្វែងយល់ពីគ្នាឬក៏គេហៅថារួមគំនិតគ្នាជាចំណុចរួមមួយទី4គឺការបញ្ហាអាកប្បកិរិយានិងអារម្មណ៍នៅពេលក្មេងស៊ាំនឹងការចុចបានអ្វីភ្លាមពួកគេអាចនឹងคล้ายជាមនុស្សឆាប់ខឹងឬហៅថាឆាប់ឆេវឆាវនៅពេលដែលមិនធ្វើអ្វីបានដូចចិត្តនៅពេលដែលយើងតម្រូវឲ្យពួកគេហ្នឹងទុកទូរស័ព្ទមួយឡែកសិនមកធ្វើនេះសិនមកធ្វើនោះសិនគឺគេមានអារម្មណ៍
ពិបាកតានតឹងឬមួយតែឆាប់ឆេវឆាវមកជាដើមបាទអញ្ចឹងជារួមមកបាទផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទហួសកំណត់អាចធ្វើឲ្យក្មេងៗបាទមានផលប៉ះពាល់ដល់ការរីកចម្រើននៃផ្នែកខួរក្បាលបាទទី2គឺបញ្ហាសុខភាពរាងកាយហើយទី3ការយឺតយ៉ាវនៅក្នុងការទំនាក់ទំនងឬក៏ប្រស្រ័យតាក់ទងរវាងមនុស្សនិងមនុស្សនៅក្នុងសង្គមបាទទី4នឹងបញ្ហាអាកប្បកិរិយានិងអារម្មណ៍ឆាប់ខឹងឆាប់ឆេវឆាវជាដើមបាទនេះជាផលប៉ះពាល់នៃការមើលទូរស័ព្ទរបស់កូនហួសកំណត់បាទសូមអរគុណ